ในក្នុងមេរៀននេះខ្ញុំនឹងបង្ហាញពីវិធីនៅក្នុងការផ្ញើសារឬផ្ញើ message ចូលទៅកាន់អតិថិជននៅក្នុង inbox បើភាសាបច្ចេកទេសនៅក្នុងប្រព័ន្ធរបស់យើងហៅថា broadcast ហើយ text នេះគឺការផ្ញើសារជាអត្ថបទឬក៏ការផ្ញើសារជាអក្សរយើងចូលទៅមើលពីវិធីនៅក្នុងការផ្ញើសារទាំងអស់គ្នាជាដំបូងគឺយើងបើកចូលប្រព័ន្ធរបស់យើងជាមុនមកបន្ទាប់មកទៀតយើងចូលទៅកាន់ Subscriber Manager ថាតើយើងនឹងផ្ញើទៅកាន់អតិថិជនក្រុមណាយើងចុចនៅលើនឹងមកនៅពេលដែលបងប្អូនចុចនៅលើ Subscriber Manager បងប្អូននឹងឃើញអតិថិជនរបស់បងប្អូនដែលបានទាញពួកគាត់ចូលមកមិនថានៅក្នុង Subscriber មិនថានៅក្នុង Label របស់បងប្អូនអញ្ចឹងបងប្អូនអាចចូលទៅមើលបានថាតើអតិថិជនដែលមាននៅក្នុង Subscriber ទាំងអស់នេះបងប្អូនបានទាញចូល Label អស់ហើយឬនៅវិធីគឺបងប្អូនចុចនៅលើពាក្យថា Label នេះមកបន្ទាប់មកទៀតបងប្អូនរំកិលទៅរកពាក្យថា User No Label ចុចលើនឹងមកបងប្អូននឹងឃើញថាបងប្អូនបានទាញអតិថិជនទាំងអស់ចូលមកកាន់ label របស់បងប្អូនហ្នឹងគឺទាំងអស់ហើយអញ្ចឹងថាតើយើងចង់ផ្ញើ message ឬ broadcast ទៅកាន់អតិថិជនក្រុមណាដូចជាអតិថិជនទិញហើយដូចជាអតិថិជនចាប់អារម្មណ៍ឬក៏អតិថិជនក្រុមទី1នេះឬក៏ក្រុមទី2សម្រាប់បងប្អូនដែលចាប់ផ្ដើមនៅក្នុងការផ្ញើ message ជាលើកដំបូងខ្ញុំលើកទឹកចិត្តឲ្យបងប្អូនផ្ញើ message កុំឲ្យច្រើនអ្នកបងប្អូនអាចជាផ្ញើត្រឹមតែ100នាក់ឬក៏200នាក់ឬក៏ក្រោម500នាក់មូលហេតុអ្វីបានជាខ្ញុំចង់ឲ្យបងប្អូនសាកល្បងនៅក្នុងការផ្ញើតិចតិចជាមុនព្រោះនៅពេលដែលបងប្អូនផ្ញើចេញទៅហើយបងប្អូនផ្ញើខុសគឺมันអាចទាញត្រឡប់បានមកវិញនោះឡើយដូច្នេះហើយបងប្អូនហ្វឹកហាត់នៅក្នុងការផ្ញើតិចតិចជាមុនបងប្អូនអាចជាផ្ញើ5ក៏បានផ្ញើ10នាក់ក៏បានផ្ញើទៅ20នាក់ក៏បានឲ្យតែបងប្អូននឹងបានសាកល្បងធ្វើតេស្តនៅក្នុងការផ្ញើហើយខ្ញុំក៏សង្ឃឹមថាបងប្អូនកាន់តែជំនាញនៅក្នុងការប្រើប្រព័ន្ធ iSkillbiz ដូច្នេះហើយនៅក្នុងមេរៀននេះខ្ញុំនឹងធ្វើការផ្ញើ message ទៅកាន់អតិថិជនក្រុមទី1ដែលពួកគាត់មានចំនួនរហូតដល់989នាក់វិធីនៅក្នុងការចូលទៅផ្ញើ message ទៅកាន់អតិថិជនក្រុមនេះបងប្អូនមកមើល menu នៅខាងស្ដាំដៃនេះបន្តមកទៀតបងប្អូនចុចនៅលើពាក្យថា broadcasting នេះបងប្អូនទាំងអស់គ្នាដែលខ្ញុំបង្ហាញបងប្អូនតាក់ទងជាមួយនឹងការ broadcast បងប្អូនចុចនៅលើពាក្យថា broadcasting មកចុចមកបន្តមកទៀតបងប្អូនចុចនៅលើពាក្យថា campaign list ចុចមកបន្ទាប់មកទៀតវានាំយើងមកកាន់ទំព័របង្កើត campaign បងប្អូននឹងឃើញនៅត្រង់ចំណុចនេះ0ហើយនឹង1000នៅក្នុងនេះគឺជាកញ្ចប់ប្រើ free នៅឡើយដែលឲ្យបងប្អូននឹងផ្ញើ1000នាក់តែនៅពេលណាដែលបងប្អូនចុចផ្ញើអស់ប៉ុន្មានវានឹងរាប់ចំនួនកន្លែងនេះឲ្យបងប្អូនបើសិនជាបងប្អូនផ្ញើគ្រប់1000អញ្ចឹងវាផ្ញើលែងចាញ់ហើយបាទវាមិនអាចផ្ញើចេញទៀតទេលើកលែងតែបងប្អូននឹង upgrade កញ្ចប់នៅក្នុងការផ្ញើទៅវាឲ្យបងប្អូននឹងផ្ញើបន្តយើងចូលទៅធ្វើទាំងអស់គ្នាចុចនៅលើពាក្យថា create campaign នេះមកបន្ទាប់មកទៀតបងប្អូននឹងឃើញទំព័រនៅក្នុងការកំណត់នៅក្នុងការផ្ញើអំបញ្ញមិញខ្ញុំបានបង្ហាញបងប្អូនថាខ្ញុំនឹងផ្ញើជាអត្ថបទបានន័យថាខ្ញុំសរសេរអត្ថបទទៅផ្ញើទៅហើយនៅក្នុងចំណុច broadcast នេះគឺយើងត្រូវមើល3ចំណុចធំៗរួចបំពេញឲ្យអស់ចំណុចទី1គឺ campaign detail ចំណុចទី2គឺ targeting option ហើយនឹងចំណុចទី3គឺ message template យើងចូលមកមើល campaign detail ជាមុននៅត្រង់ campaign នេះថាតើខ្ញុំចង់ផ្ញើអតិថិជននៅក្នុង label មួយណាមិញអតិថិជន label ក្រុមទី1ខ្ញុំដាក់ឈ្មោះ label បដ ாய் ទៅដាក់ថាអតិថិជនក្រុមទី1បន្តមកទៀតរើស page choose page មកយើងជ្រើសរើស page iSkillbiz បន្តមកទៀត message tag យើង select tag យក post purchase ជារៀងរាល់ដែលបងប្អូនផ្ញើ message បងប្អូនត្រូវតែជ្រើសរើសយក post purchase បងប្អូនកុំឲ្យចុចកន្លែងផ្សេងណាបងប្អូនទាំងអស់គ្នាអានេះខ្ញុំបញ្ជាក់ទៀតគឺបងប្អូនត្រូវតែយកពាក្យថា post purchase តែមួយមុខប៉ុណ្ណោះចុចមកបន្ទាប់មកទៀតនៅពេលដែលយើងជ្រើសរើស page ជ្រើសរើស post purchase បងប្អូននឹងឃើញចំនួនអតិថិជនដែលមាននៅក្នុង subscriber របស់យើងទាំងអស់គឺ2032នាក់រួចអតិថិជនដែលយើងនឹងផ្ញើទៅកាន់ពួកគាត់ក៏2032នាក់ដែរហេតុអ្វីបានជាវា load ទាំងអស់បែបនេះដោយសារយើងមិនទាន់កំណត់នៅត្រង់ចំណុច targeting option អញ្ចឹងយើងមកកំណត់ទាំងអស់គ្នា targeting option នេះហើយគឺជាចំណុចដែលយើងនឹងយក label ហ្នឹងមកប្រើប្រាស់បងប្អូនទាំងអស់គ្នាតាមតណាគឺយើងយក label មកប្រើប្រាស់យើងចុចកន្លែងនេះមកគឺវា load label ហើយចុចមកពឹបនៅពេលដែលចុចមកបងប្អូនឃើញ load label ទេ
នេះគឺ label ទី1គឺទិញហើយ label ទី2ចាប់អារម្មណ៍ label ទី3គិតមើលសិនដូច label ដែលយើងបានកំណត់អញ្ចឹងយើងចុចទិញហើយសាកមើលពឹបនៅពេលដែលខ្ញុំចុចទិញហើយនេះ load តែមួយទេបងប្អូនទាំងអស់គ្នាឃើញទេ load តែមួយទេបាទបន្តមកទៀតខ្ញុំចុច label ចាប់អារម្មណ៍ load 2នាក់បើសិនជាយើងយក label ចាប់អារម្មណ៍យើងផ្ញើ message បានតែ2នាក់ប៉ុណ្ណោះហើយបើសិនជាបងប្អូនចង់ថែម label នេះបងប្អូនគ្រាន់តែចុចតមកនេះរួចទិញហើយចុចទិញហើយមកឃើញវាបូកគ្នាចំណែកឯ exclude label បានន័យថាដក label ណាចេញមួយណាដក label ណាចេញបើសិនជាគិតថា label ហ្នឹងវាមានអតិថិជនជាន់គ្នាតែបើសិនជាគិតថាវាអត់មានអតិថិជនជាន់គ្នាទេគឺបងប្អូនមិនចាំបាច់ដកចេញទេខ្ញុំបានកំណត់ហើយថាខ្ញុំនឹងអត់ផ្ញើទៅកាន់ label ទិញហើយឬក៏ចាប់អារម្មណ៍ទេតែខ្ញុំផ្ញើទៅកាន់អតិថិជនក្រុមទី1គឺអតិថិជនមានចំនួនទាំងអស់989នាក់ក្នុងចំណោមអតិថិជន2032នាក់ដូច្នេះហើយចំនួនដែលយើងផ្ញើទៅគឺប្រមាណអ្នកបងប្អូនទាំងអស់គ្នាចំនួនដែលយើងផ្ញើទៅគឺ989នាក់តាមតើណាអញ្ចឹងក្រោម1000នេះគឺក្រោម1000ទាល់តែ11នាក់ទៀតទៅគ្រប់1000អញ្ចឹងអានេះគឺខ្ញុំផ្ញើក្រោម1000បន្ទាប់ពីខ្ញុំបានកំណត់ label ហើយថាតើខ្ញុំចង់ផ្ញើទៅកាន់ page ណាអាចជា page ប្រុសទាំងអស់ឬក៏ page ស្រីទាំងអស់បើសិនជាយើងផ្ញើតាម page ទៀតនេះយើង select page មក select mail មានប្រហែលអ្នកមាន495នាក់ចុះ female មាន494នាក់តែខ្ញុំចង់ផ្ញើទាំងអស់ខ្ញុំគ្រាន់តែយក select នេះមកវានឹង load ទាំងអស់អញ្ចឹងខ្ញុំផ្ញើទាំង989នាក់បន្ទាប់មកទៀត message template នេះគឺមានរហូតទៅដល់ជាង10វិធីនៅក្នុងការផ្ញើមិនថាផ្ញើជាអក្សរវា load បែបនេះបងប្អូនទាំងអស់គ្នាផ្ញើជារូបភាពនេះវានឹង load បែបនេះផ្ញើជាសំឡេងវានឹង load បែបនេះផ្ញើជាវីដេអូវានឹង load បែបនេះហើយនៅក្នុងហ្នឹងទៅទៀតយើងអាចផ្ញើជាវីដេអូវែងដូចជា media ដែលយើងទៅ copy ចេញពី Facebook នេះវានឹង load បែបនេះផ្ញើជារូបភាពអត្ថបទហើយនឹងប៊ូតុងក៏បានឬក៏ផ្ញើជារូបភាពសំឡេងហើយនឹងអត្ថបទភ្ជាប់ដោយប៊ូតុងក៏បានតែនៅក្នុងវីដេអូនេះកុំឲ្យវែងគឺខ្ញុំនឹងផ្ញើឲ្យបងប្អូនជាអត្ថបទជា text ហើយចំពោះលក្ខណៈនៅក្នុងការផ្ញើគ្រប់ template ទាំងអស់គឺខ្ញុំបានធ្វើវីដេអូគ្រប់ template ទាំងអស់ហើយបងប្អូនគ្រាន់តែចង់ដឹងថាតើគួរតែផ្ញើ template មួយណាផ្ញើយ៉ាងម៉េចគឺអត់សូវខុសគ្នាមកទេបងប្អូនទាំងអស់គ្នាហើយបងប្អូនអាចចូលទៅមើលបាននៅក្នុង channel YouTube iSkillBiz បានបន្ទាប់ពីខ្ញុំជ្រើសរើសផ្ញើជាអត្ថបទហើយខ្ញុំត្រូវសរសេរអត្ថបទតែក្នុងនេះគឺខ្ញុំបានត្រៀមអត្ថបទស្រាប់ហើយខ្ញុំចូលទៅយកអត្ថបទដែលខ្ញុំបានត្រៀមមកនេះគឺអត្ថបទដែលខ្ញុំបានត្រៀមរួចខ្ញុំ copy ទាំងអស់មកខ្ញុំចុច copy បាទខ្ញុំចុចបិទមករួចខ្ញុំយកមកដាក់ខ្ញុំដាក់ថាហេតុអ្វីអតិថិជនចាស់ងាយស្រួលសម្រាប់ចិត្តទិញផលិតផលរបស់អ្នកជាងអតិថិជនថ្មីខ្ញុំដាក់ emoji មកបាទបន្តមកទៀតវាមាន1 2 3 4 5អញ្ចឹងទៅមួយទៅនេះខ្ញុំបន្តដោយនេះខ្ញុំដាក់emoji ដើម្បីមើលទៅឲ្យឃើញស្អាតចុចបែបនេះមកបន្ទាប់ពីយើងបានធ្វើការរៀបចំរួចរាល់អស់ហើយរួចយើងត្រួតពិនិត្យនៅអក្ខរាវិរុទ្ធឃើញថាវាស្អាតហើយយើងក៏អាចចុចផ្ញើបានហើយនៅក្នុងការផ្ញើបែបនេះគឺវាមាននៅត្រង់ចំណុច sender time បងប្អូនអាចកំណត់ពេលវេលានៅក្នុងការផ្ញើបានគ្រាន់តែបងប្អូនចុចគ្រីសនេះមករួចបងប្អូនចុចនៅលើនេះមកបងប្អូនអាចកំណត់ថ្ងៃខែហើយនឹងពេលវេលានៅក្នុងការផ្ញើបានហើយតែនៅក្នុងមេរៀននេះគឺខ្ញុំអត់កំណត់ពេលវេលាទេគឺខ្ញុំនឹងចុចផ្ញើដើម្បីឲ្យបងប្អូននឹងបានមើលឃើញទាំងអស់គ្នាអញ្ចឹងយើងនឹងធ្វើការចុច create campaign មុននឹងយើងចូលទៅចុច create campaign ឲ្យបងប្អូននឹងត្រួតពិនិត្យសារជាថ្មីសិននៅត្រង់ចំណុច campaign detail យើងកំណត់ត្រូវហើយ targeting option យើងក៏កំណត់ត្រូវដែរបន្តមកទៀត message template យើងផ្ញើជាអត្ថបទក៏យើងកំណត់ត្រូវហើយដែរបន្តមកទៀតយើងចុចលើពាក្យថា create campaign ចុចលើនឹងមកបន្តមកទៀតគឺវា load ពាក្យថា campaign submit បានន័យថាការផ្ញើរបស់យើងគឺផ្ញើទៅហើយរួចយើងចុចលើពាក្យថា OK ចុចមកបន្ទាប់ពីខ្ញុំចុចនៅលើពាក្យថា OK គឺវានឹងនាំខ្ញុំមកកាន់ទំព័រ create campaign បងប្អូនឃើញនេះគឺឈ្មោះ label ដែលខ្ញុំបានផ្ញើទៅនេះគឺ page
របស់ខ្ញុំហើយចំពោះ status វិញគឺស្ថិតនៅក្នុង pending ហើយចំនួនមនុស្សដែលយើងផ្ញើគឺចំនួន989នាក់ហើយចំនួនដែលផ្ញើចេញគឺវាអត់ទាន់ load ទេពីព្រោះវាអត់ទាន់ធ្វើការផ្ញើហើយខ្ញុំគឺអត់មានការកំណត់នៅ schedule អីទាំងអស់ហើយបងប្អូននឹងឃើញថាតើយើង create វានៅថ្ងៃទីម៉ានម៉ោងប្រហែលគឺវា load ឲ្យយើងឃើញនៅត្រង់ចំណុចនេះបន្ទាប់មកទៀត label ដែលយើងជ្រើសរើសតើ label មួយណាហើយចំណុចសំខាន់ដែលបងប្អូនត្រូវចូលមើលមួយចំណុចទៀតថាតើចំនួនមនុស្សប៉ុន្មាននាក់ដែលបងប្អូនផ្ញើទៅចំនួនមនុស្ស989នាក់បងប្អូនត្រូវមកមើលកន្លែងនេះផងគឺចំនួនមនុស្ស989នាក់បងប្អូនអាចផ្ញើបានថែមទៀតគឺចំនួនមនុស្សតែ11នាក់ទៀតគឺបងប្អូនផ្ញើគ្រប់1000ហើយពីព្រោះអីចំនួនដែលបងប្អូនអាចផ្ញើបានគឺត្រឹមតែ1000អានេះគឺកញ្ចប់ free ដែលខ្ញុំឲ្យបងប្អូននឹងសាកល្បងនៅក្នុងការផ្ញើអញ្ចឹងវាស្ថិតនៅក្នុង pending យើងចូលទៅមើលថាតើនៅក្នុង page នេះមានការផ្ញើ message ទៅឥឡូវខ្ញុំចុចលើនេះមកបន្ទាប់ពីខ្ញុំចុចលើនឹងហើយវានាំខ្ញុំនឹងចូលទៅកាន់ page ផ្ទាល់ខ្លួនរបស់ខ្ញុំនេះគឺ page ផ្ទាល់ខ្លួនរបស់ខ្ញុំរួចខ្ញុំដូរនៅត្រង់ចំណុច profile នេះទៅកាន់ page របស់ខ្ញុំចុចលើនឹងមករួចខ្ញុំជ្រើសយក page របស់ខ្ញុំ page iSkipBee ចុចលើនឹងមកបន្ទាប់ពីខ្ញុំចុចចូលមកកាន់ page iSkipBee ហើយឲ្យខ្ញុំចុចនៅត្រង់ចំណុច message ដើម្បីចូលទៅមើល business suite ចុចមកវានាំយើងមកកាន់ business suite បើសិនជាមានការផ្ញើ message ចូលទៅកាន់អតិថិជនវានឹង load នៅត្រង់ទំព័រនេះឲ្យបងប្អូនមើលឃើញអញ្ចឹងយើងមើលថាតើ load ហើយនៅ load ហើយបងប្អូនទាំងអស់គ្នាឃើញ load ទេគឺយើងនឹងផ្ញើបែបនេះទៅកាន់ពួកគាត់រហូតទៅដល់គ្រប់989នាក់ងាយបងប្អូនទាំងអស់គ្នាបើមានការផ្ញើ message ទៅកាន់អតិថិជននៅក្នុង inbox បែបនេះថាតើធ្វើឲ្យអតិថិជនឃើញយើងជាបន្តបន្ទាប់ទេគឺនឹងធ្វើឲ្យអតិថិជនឃើញយើងហើយឃើញយើងទៀតយើងអាចចុចចូលមើលបានខ្ញុំចុចលើនេះមកយើងនឹងឃើញ message ដែល load ចូលហើយវា load ភ្លឹបបែបនេះបងប្អូនបាច់បារម្ភទេដោយសារអីវាកំពុងធ្វើការផ្ញើ message ចូលទៅកាន់អតិថិជននៅក្នុង inbox នឹងហើយអញ្ចឹងយើងត្រឡប់ថយក្រោយវិញបងប្អូនទាំងអស់គ្នានៅពេលដែល message កំពុងតែ load ចូល inbox របស់អតិថិជនបើសិនជាបងប្អូនចុច refresh វានឹង load ពាក្យថា processing បានន័យថាកំពុងផ្ញើ message ឥឡូវហ្នឹងគឺផ្ញើបាន100នាក់ហើយសំណួរសួរថានៅពេលដែលយើងផ្ញើ message បែបនេះយើងអាចបិទ computer បានទេបងប្អូនអាចបិទបានហើយបងប្អូនអាចទៅធ្វើអីក៏បានដែរខ្ញុំនឹងបិទឲ្យបងប្អូនមើលអូខេខ្ញុំបិទហើយអញ្ចឹងវាក៏នៅតែផ្ញើបងប្អូនទាំងអស់គ្នាអូខេសម្រាប់ការផ្ញើ message ជាអត្ថបទសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងបើសិនជាបងប្អូនចង់ដឹងពីវិធីនៅក្នុងការផ្ញើ message ជាបន្តបន្ទាប់គឺយើងមាននៅក្នុង YouTube channel របស់យើងចាំខ្ញុំទៅបើក YouTube channel ឲ្យបងប្អូនមើលនេះគឺជា YouTube channel ដែលខ្ញុំទើបតែបង្កើតដែរទេបងប្អូនទាំងអស់គ្នានៅពេលដែលបងប្អូនចុចចូលមកបងប្អូនចុចលើពាក្យថា playlist បន្តមកទៀតបងប្អូនចូលមើលនៅត្រង់ចំណុច broadcasting នេះផ្ញើសារ broadcasting ចុចលើនឹងមកបន្តមកទៀតនេះបងប្អូននឹងឃើញវិធីផ្ញើសារជាអត្ថបទវិធីផ្ញើសារជារូបភាពវិធីផ្ញើសារជាសំឡេងគឺមានឲ្យបងប្អូនទាំងអស់គ្រប់ចំណុចនៃការប្រើប្រាស់អញ្ចឹងបងប្អូនអាចចូលមកមើលនៅក្នុង YouTube នេះបានអញ្ចឹងវិធីនៅក្នុងការផ្ញើសារជាអត្ថបទគឺមានតែប៉ុណ្្នឹងបងប្អូនយើងជួបគ្នានៅក្នុងវីដេអូបន្តទៀត